ទីបំផុតក្រុមជម្រើសជាតិកម្ពុជាទទួលបាន3ពិន្ទុដំបូងក្នុងការប្រកួតជាមួយនឹងក្រុមជម្រើសជាតិទីម៉ូខាងកើតក្នុងជុំទី3នៃព្រឹត្តិការណ៍ពានរង្វាន់ហ៊ីយ៉ាដៃកាប់ឆ្នាំ2026ហើយក៏មានរឿងរ៉ាវមួយចំនួនបន្ទាប់ពីចប់ការប្រកួតទៅធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ផងដែរសួស្តីបងប្អូនគ្នាចឹងការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយនឹងក្រុមជម្រើសជាតិទីម៉ូខាងកើតបានបញ្ចប់រួចរាល់ជាស្ថាពរហើយដោយក្រុមជម្រើសជាតិកម្ពុជាយើងយកឈ្នះក្រុមជម្រើសជាតិទីម៉ូខាងកើតដោយលទ្ធផល3-0 ពីរគ្រាប់របស់ហៅសុកណេតនិងមួយគ្រាប់របស់កីឡាករមិនរដូវធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាទទួលបាន3ពិន្ទុក្នុងការប្រកួតទី3របស់ខ្លួនការប្រកួតនេះក្រុមជម្រើសជាតិកម្ពុជាយើងហាក់បីដូចជាក្រៀមក្រោះបន្តិចប្រិមិត្តយើងដោយសារអ្នកគ្រប់គ្រងចូលទស្សនាប្រហែលជា6000អ្នកជាងទេមូលហេតុធំនោះគឺដោយសារការប្រកួតនេះចំថ្ងៃច័ន្ទធ្វើឲ្យបងប្អូនអ្នកគ្រប់គ្រងមួយចំនួនគាត់ជាប់ធ្វើការនៅទម្រាំតែគាត់ចេញពីធ្វើការគឺការប្រកួតហាក់បីដូចជាជ្រេទៅហើយចឹងធ្វើឲ្យគាត់សម្រេចចិត្តថាអត់ទៅទស្សនាផ្ទាល់ទេចំណុចមួយទៀតគឺនៅឆ្ងាយហើយការផ្លាស់ប្ដូរពេលវេលាពីម៉ោង7មកម៉ោង5ធ្វើឲ្យអ្នកគ្រប់គ្រងមួយចំនួនគាត់គិតថាទម្រាំតែគាត់ចេញពីធ្វើការឬក៏ប្រកបអាជីវកម្មផ្សេងៗទម្រាំតែទៅដល់ពហុកលដ្ឋាននោះការប្រកួតអាចចូលដល់តង់ទី2ហើយឆ្នេះទៅធ្វើឲ្យគាត់សម្រេចចិត្តអត់មកទស្សនាផ្ទាល់ទុកចិត្តគាត់ទស្សនានៅតាម live វិញចំណុចមួយទៀតគឺជាចំណុចសំខាន់ដែរគឺការអស់ជំនឿចិត្តពីអ្នកគ្រប់គ្រងបងប្អូនដឹងហើយក្រុមជម្រើសជាតិកម្ពុជាយើងបានចាញ់ពីប្រកួតជាប់គ្នាដូចនេះហើយទំនុកចិត្តនៃការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងគឺហាក់បីដូចជាធ្លាក់ចុះព្រោះឲ្យពួកគាត់មិនមកចូលរួមទស្សនាផ្ទាល់ទេនេះគឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យការប្រកួតនៅថ្ងៃនេះហាក់បីដូចជាក្រៀមក្រោះបន្តិចមិនសូវមានអ្នកគ្រប់គ្រងចូលទស្សនាតែបន្ទាប់ពីចប់ការប្រកួតទៅយើងក៏មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយចំនួនផងដែររឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍នោះមានដូចជាចំណុចទី1គឺកីឡាករវ័យក្មេងដែលកំពុងលេចធ្លោខ្លាំងក្នុងជម្រើសជាតិកម្ពុជាគឺមុនរ៉ាដូទីបំផុតយើងរកឃើញម្ចាស់អាវលេខ11ថ្មីហើយកីឡាករវ័យក្មេងកំពុងលេចធ្លោពីមួយប្រកួតទៅមួយប្រកួតកំពុងបង្ហាញគុណផលគុណភាពនៃការលេងចង្វាក់នៃការអោសស្តៀងទៅនឹងកីឡាករណៃម៉ាគាត់នឹងហើយidolរបស់កីឡាករមុនរ៉ាដូគឺជាខ្សែប្រយុទ្ធរបស់ជម្រើសជាតិប្រេស៊ីលណៃម៉ាជូញៀចឹងចង្វាក់លេងគុណភាពគុណផលនៃការអោសរបស់គាត់គឺស្រដៀងទៅនឹងណៃម៉ាជាអខ្លាំងមែនទែនចឹងណាយើងសង្ឃឹមថាខ្សែប្រយុទ្ធវ័យក្មេងដែលទើបតែដុសមិនលើកនឹងបង្ហាញគុណផលគុណភាពខិតខំវឹកហាត់ដុសខាត់សមត្ថភាពដើម្បីក្លាយជាកម្ពុជាខ្សែប្រយុទ្ធមួយរូបរបស់ក្រុមជម្រើសជាតិគោព្រៃកម្ពុជានៅពេលខាងមុខថាបន្ទាប់ពីគាត់ផ្លាស់ប្ដូរចូលនៅតង់ទី2ចង្វាក់លេងនៅតំបន់ស្លាតរបស់កម្ពុជាគឺក៏បង្ហាញគុណផលគុណភាពនៃការល្អមែនទែនតែក៏មួយរូបទៀតគេលើកទៅសារបន្ទាប់ពីផ្លាស់ប្ដូរចូលគឺកីឡាករប៉ុនវណ្ណានេះហាក់បីជាមិនសូវចាប់អារម្មណ៍ជាមួយនឹងកីឡាករម្នាក់នេះទេប៉ុន្តែខ្ញុំចាប់អារម្មណ៍តាំងពីគាត់ប្រកួតនៅក្នុងលីកម្លេះគាត់តែងតែបង្កភាពភ្ញាក់ផ្អើលទៅដល់អ្នកគ្រប់គ្រងជាមួយនឹងចង្វាក់លេងជាមួយនឹងការបញ្ចប់ទីតែពីកីឡាករមិនបណ្ដាបដូរចូលទៅគឺឃើញថាចង្វាក់ស្លាបទាំងពីររបស់កម្ពុជាគឺបង្ហាញគុណផលគុណភាពនៃការលេងគឺល្អប្រណិតបានមែនតើណាក៏យើងនៅមានចំណុចខ្វះខាតមួយចំនួនដែរគឺបណ្ដាឲ្យក្រុមជម្រើសជាតិទីម៉ូលេងបានច្រើនពេកប្រិមត្តអរគ្នាប៉ុន្តែយើងដឹងហើយទីម៉ូហាក់បីជាថ្ងៃនេះជ្រាយរៀងជ្រាយដូច្នេះទៅធ្វើឲ្យគុណភាពគុណផលនៃការបញ្ចប់ទីរបស់ទីម៉ូគឺអាចសម្រេចបានទេទៅវិញតាមរយៈការវិបក counter របស់កម្ពុជាធ្វើឲ្យកម្ពុជាកាត់ឡើងរហូតដល់3គ្រាប់ចំណែកកីឡាករមួយរូបទៀតប្រិមិត្តដែលគាត់ឃើញថាគាត់ខំលេងខ្លាំងមែនទែនគឺកីឡាករឌីហ្គោបានតូរបស់បឹងកេតថ្ងៃនេះឃើញថាគាត់ប្រឹងលេងមែនទែនប្រឹងនឹងអស់រហូតរបួសដល់ចេញចំណុចដែលសំខាន់ដែលកំពុងវេកញែកនៅលើបណ្ដាញសង្គម Facebook នោះប្រិមិត្តយើងគឺអតនា Cambodia ប្រិមិត្តដែលជាអ្នកគ្រប់គ្រងបាល់ទាត់កម្ពុជាគាត់ជាស្គាល់ហើយអតនា Cambodia គឺជាអ្នកគ្រប់គ្រងដ៏ស្ម័គ្រស្ម័គ្រគ្រប់គ្រងខ្លាំងក្លាបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជាអ្នកទូទៅហាក់បីជាអាចចោលជម្រើសជាតិកម្ពុជាបានតែពួកគាត់អត់ដែលឃើញចោលទេក្នុងការប្រកួតនេះនៅទី7ជាយើងឃើញថាពួកគាត់បានដើរចេញពីទីលានអ្នកគ្រប់គ្រងមូលហេតុយើងមិនទាន់ដឹងច្បាស់ទេគ្រាន់តែយើងដឹងថាបងដែលជាសមត្ថកិច្ចបានទៅហាមឃាត់អត់ដឹងថាហាមឃាត់រឿងអីទេប៉ុន្តែយើងអត់ដឹងក្នុងរឿងច្បាស់ទេប៉ុន្តែដឹងថាគាត់អន្តពលចិត្តជាមួយនឹងការហាមឃាត់ទើបធ្វើឲ្យគាត់ចាក់ចេញពីតំបន់អ្នកគ្រប់គ្រងគាត់មិនទាន់មកចប់នៅនាទីទី7ជាងអញ្ចឹងនេះគឺជារឿងមួយដែលកំពុងតែក្តៅមែនទែនកំពុងតែវែកញែកនៅលើបណ្ដាញសង្គម Facebook ចំណុចទៀតប្រិមិត្តយើងគឺកីឡាករសៀងចន្ទានិងកីឡាករខូលីវលីយើងឃើញថាការប្រកួតនេះទាំងបញ្ជីឈ្មោះបំរុងទាំងបញ្ជីឈ្មោះ11នាក់អត់ឃើញគាត់ទាំងពីរទេបន្ទាប់ពីចប់ការប្រកួតទៅលោកខូជីដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានប្រាប់ថាកីឡាករសៀងចន្ទានិងខូលីបាលីបានរីលីសចេញបន្ទាប់ពី condition គាត់គឺអត់ល្អទេដូច្នេះហើយត្រូវបញ្ជូនគាត់ទៅក្លឹបរៀងខ្លួនវិញហើយការប្រកួតបន្ទាប់លោកបានបញ្ជាក់ថាយើងនៅមានកីឡាករយូដៃហើយកីឡាករតែសល់ប្រមាណនឹងត្រូវប្រកួតទៅជាមួយនឹងក្រុមជម្រើសជាតិវៀតណាមបាទបងប្អូនទាំងនេះនេះគឺជារឿងរ៉ាវមួយចំនួនក្នុងអំឡុងពេលការប្រកួតក៏ដូចជាបញ្ចប់ការប្រកួតទៅរបស់ក្រុមជម្រើសជាតិគោព្រៃកម្ពុជាយ៉ាងណាក្រុមជម្រើសជាតិកម្ពុជាយើងក៏នៅសល់មួយប្រកួតក្នុងដៃទៀតដែរគឺត្រូវទៅជាមួយនឹងក្រុមជម្រើសជាតិវៀតណាមនៅទឹកដីវៀតណាមជូនពរឲ្យក្រុមជម្រើសជាតិកម្ពុជាយើងធ្វើឲ្យបានល្អរកគ្រាប់បាល់បានពិសេសនោះបើអាចគឺស្មើវៀតណាមក៏បានដែរ
អរគុណប្រិយមិត្តទាំងអស់គ្នាវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើមានកន្លែងណាខ្វះខាតក៏ដូចជាមិនត្រូវអីសូម comment ជួយកែតម្រូវផងកុំភ្លេចជួយចុច like comment follow ដើម្បីស្ដាប់វីដេអូថ្មីៗជាបន្ត